ជំរាបសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមានវីដេអូមួយនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបបង្កើន comment ឬក៏ like នៅលើ post Facebook ជាមួយនឹង website JSMM សម្រាប់បងប្អូនដែលចង់ឲ្យ post របស់បងប្អូនមានចំនួនអ្នក comment ឬក៏ចំនួនអ្នក like ច្រើនបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗបន្ទាប់ពីបងប្អូនបានធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះចំពោះវិធីធ្វើវិញគឺអត់មានអីពិបាកទេបងប្អូនគឺបងប្អូនគ្រាន់តែមាន link post របស់បងប្អូនអាចបង្កើន comment ឬក៏ like នៅលើ post របស់បងប្អូនបានយ៉ាងច្រើនទៅតាមបំណងរបស់បងប្អូនបានដោយខ្លួនឯងដោយប្រើពេលត្រឹមតែរយៈពេលខ្លីបើនិយាយអំពីតម្លៃសេវាកម្មវិញគឺបងប្អូនកុំព្រួយបារម្ភខ្លាចតម្លៃសេវាកម្មអាចនឹងថ្លៃអីបងប្អូនដោយសារតែក្នុង website JSMM គឺគ្រប់សេវាកម្មទាំងអស់សុទ្ធតែមានតម្លៃសមរម្យមែនទែនដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងតម្រូវឲ្យបងប្អូន sign up ឬ sign in ចូលទៅកាន់ website JSMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មក៏ប៉ុន្តែសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចុចចូលមើល link ដែលនៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលនៅពេលដែលបងប្អូនបាន sign up ឬ sign in ចូលទៅកាន់ website ហើយបងប្អូននឹងឃើញវាចេញនៅទម្រង់បែបនេះហើយបន្ទាប់មកបងប្អូនឃើញមានពាក្យ Instagram Telegram នៅខាងក្រោមហ្នឹងបងប្អូនអូសវាមកបងប្អូននឹងឃើញមានពាក្យថា Facebook បងប្អូនអាចចុចចូលទៅលើពាក្យថា Facebook នឹងបានបន្ទាប់មកទៀតបងប្អូនអូសវាមកក្រោមបន្តិចហើយបងប្អូនចុចចូលទៅលើពាក្យថា category ដែលនៅក្នុងហ្នឹងគឺវាមានសេវាកម្មច្រើនមែនទែនបងប្អូនដែលតាក់ទងទៅនឹង Facebook គឺវាមានដូចជា Facebook page follower page like bo follower group member post like post reaction page review post share Facebook comment video view live stream view គឺមានទាំងអស់បងប្អូនដូច្នេះហើយបងប្អូនចង់ចូលធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មមួយនឹងបានឧទាហរណ៍បងប្អូនចង់ធ្វើសេវាកម្មតាក់ទងទៅនឹងការបង្កើនចំនួន like នៅលើ post Facebook បងប្អូនអាចចុចចូលទៅលើសេវាកម្មដែលមានពាក្យថា Facebook post like ឬក៏ post reaction បានហើយប្រសិនបើបងប្អូនចង់ធ្វើសេវាកម្មតាក់ទងទៅនឹងការបង្កើនចំនួន comment នៅលើ post Facebook បងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា Facebook comment like បានបន្ទាប់ពីបងប្អូនបានចុចចូលជ្រើសរើសសេវាកម្មរួចហើយបងប្អូនអាចអូសមកក្រោមបន្តិចទៀតហើយបងប្អូនចុចចូលទៅលើ service ចំពោះសេវាកម្មតាក់ទងទៅនឹង comment Facebook គឺវាមាន3 service សម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនចំពោះកន្លែង service នេះគឺវាអាចនឹងប្រែប្រួលច្រើនជាងនេះទៅតាមសេវាកម្មផ្សេងដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើឧទាហរណ៍សេវាកម្មតាក់ទងទៅនឹង comment like គឺវាមាន3 service សម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសគឺវាមាន service ដូចជា Facebook comment like Facebook comment បែប random និង Facebook comment បែប custom ក៏សូមបញ្ជាក់បងប្អូនផងដែរថាប្រសិនបើបងប្អូនជ្រើសរើសទៅលើ service Facebook comment like នៅពេលដែលបងប្អូនបុស comment ទៅ comment នៅលើ post របស់បងប្អូននឹងឃើញមានតែរូប like ជារូបមេដៃទេបងប្អូនហើយប្រសិនបើបងប្អូនជ្រើសរើសទៅលើ service Facebook comment បែប random នោះនៅពេលដែលបងប្អូនបុស comment ទៅ comment នៅលើ Facebook របស់បងប្អូនគឺវានឹង random ឲ្យបងប្អូនអូតូតែម្ដងចំណែកឯ service ចុងក្រោយគឺជា service Facebook comment បែប custom នេះប្រសិនបើបងប្អូនជ្រើសរើសទៅលើ service មួយនេះគឺពិតជាចំណេញមែនទែនបងប្អូនគឺចំណេញត្រង់ថានៅពេលដែលបងប្អូនជ្រើសរើសទៅលើ service comment custom នេះហើយគឺបងប្អូនអាចចូលទៅសរសេរ comment ផ្សេងដែលបងប្អូនចង់បាននៅលើ post របស់បងប្អូនទៅតាមតម្រូវការរបស់បងប្អូនបានដោយខ្លួនឯងទៀតផងបងប្អូនឧទាហរណ៍ខ្ញុំជ្រើសរើសទៅលើ service មួយនឹងដើម្បីធ្វើជាការបង្ហាញដល់បងប្អូននៅពេលដែលបងប្អូនជ្រើសរើស service នឹងរួចហើយបងប្អូនអូសមកក្រោមបងប្អូននឹងឃើញមានកន្លែង comment កន្លែង comment នេះគឺជាកន្លែងសម្រាប់ឲ្យបងប្អូនចូលទៅសរសេរ comment ផ្សេងដែលបងប្អូនចង់បាននៅលើ post របស់បងប្អូនដូច្នេះហើយបងប្អូនអាចចូលទៅសរសេរ comment ទៅតាមតម្រូវការរបស់បងប្អូនបានហើយចំណែកឯ service ដូចជា service comment like ក៏ដូចជា service comment បែប random គឺវាអត់មានកន្លែង comment ឲ្យបងប្អូនចូលទៅសរសេរបានដោយខ្លួនឯងបែបហ្នឹងទេបងប្អូនដោយដែលបងប្អូនបានឃើញចឹងគឺវាអត់មានកន្លែង comment សម្រាប់ឲ្យបងប្អូនសរសេរនោះទេដូច្នេះហើយសម្រាប់ខ្ញុំគឺខ្ញុំ recommend ឲ្យបងប្អូនជ្រើសរើសទៅលើ service មួយហ្នឹងដោយសារតែ service មួយហ្នឹងគឺពិតជាចំណេញមែនទែនបងប្អូនក៏ប៉ុន្តែសម្រាប់ខ្ញុំធ្វើជាវីដេអូបង្ហាញដល់បងប្អូនគឺខ្ញុំសូមជ្រើសរើសទៅលើ service Facebook comment បែប random នៅពេលដែលបងប្អូនជ្រើសរើស service រួចរាល់អស់ហើយបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោម service ហ្នឹង
នៅត្រង់កន្លែង link នេះផងដែរគឺជាកន្លែងសំខាន់ជាងគេនៅក្នុងវីដេអូមួយនេះគឺតម្រូវបងប្អូនចូលទៅ copy link ផុសរបស់បងប្អូនចូលដើម្បីទាញយក link ផុសរបស់បងប្អូនបានបងប្អូនចូលទៅកាន់ Facebook profile របស់បងប្អូនជាមុនសិនមកហើយបងប្អូន select ចូលទៅលើផុសណាមួយដែលបងប្អូនចង់បង្កើនចំនួន comment នៅលើផុសរបស់បងប្អូននឹងឃើញមានចំណុចត្រី3តូចៗបងប្អូនអាចចុចចូលទៅលើត្រី3តូចៗនឹងក៏បានឬក៏បងប្អូនចុចចូលទៅលើពាក្យថា share នៅខាងក្រោមនេះក៏បានបន្ទាប់មកបងប្អូននឹងឃើញមានពាក្យថា copy link បងប្អូនអាចចុចចូលទៅលើពាក្យ copy link នឹងបាននៅពេលដែលបងប្អូនបាន copy link ផុសរបស់បងប្អូនរួចរាល់អស់ហើយបងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផា link ផុសរបស់បងប្អូនចូលបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន comment ដែលបងប្អូនចង់ប៊ូសនៅខាងក្រោមនេះបានដែលនៅក្នុងនោះគឺបងប្អូនអាចដាក់បានយ៉ាងតិចចំនួន10 comment ហើយយ៉ាងច្រើនរហូតដល់1លាន comment ណាបងប្អូនពិតជាច្រើនមែនតើដូច្នេះហើយបងប្អូនអាចដាក់ចំនួន comment ដែលបងប្អូនចង់ប៊ូសទៅតាមតម្រូវការរបស់បងប្អូនបានសម្រាប់ខ្ញុំធ្វើជាឧទាហរណ៍បង្ហាញដល់បងប្អូនគឺខ្ញុំដាក់ត្រឹមតែចំនួន10 comment នោះទេបងប្អូនចំពោះឆាតនៅខាងក្រោមនេះវាគឺជាតម្លៃសេវាកម្មនេះទៀតសោតគឺវានឹងគិតឲ្យបងប្អូនអូតូទៅតាមចំនួន comment ដែលបងប្អូនបានដាក់នៅខាងលើជាឧទាហរណ៍ដូចខ្ញុំបានដាក់ត្រឹមចំនួន10 comment ចឹងតម្លៃសេវាកម្មគឺស្មើនឹង 0.16 សេនក៏ប៉ុន្តែប្រសិនបើបងប្អូនដាក់ចំនួនច្រើនជាងនេះបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមនឹងវាអាចនឹងប្រែប្រួលកើនឡើងទៅតាមចំនួន comment ដែលបងប្អូនបានដាក់នឹងដូចគ្នាមិនថាបងប្អូនដាក់ចំនួន comment នៅខាងលើនឹងប៉ុន្មានឬក៏ច្រើនប៉ុណ្ណានោះទេបងប្អូនគឺតម្លៃសេវាកម្មនៅខាងក្រោមនឹងគឺវានឹងគិតឲ្យបងប្អូនអូតូស្រាប់តែម្ដងដែលបងប្អូននៅចាំបាច់ពិបាកគិតថាចំនួន comment ដែលបងប្អូនបានដាក់ប៉ុណ្ណឹងបងប្អូនត្រូវចំណាយតម្លៃសេវាកម្មប៉ុន្មាននោះទេបងប្អូនចំណាយឯរយៈពេល5ម៉ោង35នាទីដោយដែលបងប្អូនបានឃើញនេះវាគឺជារយៈពេលដំណើរការនៃការប៊ូសចំនួន comment នៅលើ post របស់បងប្អូនមានន័យថាបន្ទាប់ពី5ម៉ោង35នាទីក្រោយនៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញចំនួន comment នៅលើ post របស់បងប្អូនកើនឡើងទៅតាមចំនួន comment ដែលបងប្អូនបានប៊ូសក៏ប៉ុន្តែជាក់ស្ដែងទៅគឺវាអត់យូរដល់ប៉ុណ្ណឹងទេបងប្អូនយ៉ាងយូរបំផុតត្រឹម30នាទីអីបងប្អូននឹងឃើញចំនួន comment នៅលើ post របស់បងប្អូនកើនឡើងទៅតាមចំនួន comment ដែលបងប្អូនបានប៊ូសហើយបងប្អូនហើយ description នៅខាងក្រោមនេះវាគឺជា description របស់ service ដែលបងប្អូនបានចុចចូលជ្រើសរើសបងប្អូនអាចចូលទៅអាន description នឹងបានហើយមុនពេលដែលបងប្អូនចុចចូល submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យព្រាមទាត់ថារាល់ service ទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវក៏ដូចជា link post របស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យថា submit នៅខាងក្រោមនេះគឺរួចជាការស្រេចហើយបងប្អូននៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order received ដែលវាដូចជាវិក័យប័ត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយនឹងដោយជោគជ័យចំពោះរយៈពេលរងចាំដូចខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនអំបញ្ញមិញអញ្ចឹងគឺបងប្អូនអាចរងចាំរយៈពេល5ម៉ោងទៅ35នាទីក៏ប៉ុន្តែជាក់ស្ដែងទៅគឺវាអត់យូរដល់ប៉ុណ្ណឹងទេបងប្អូនអាចរងចាំរយៈពេល30នាទីអីបងប្អូននឹងឃើញចំនួន comment នៅលើ post របស់បងប្អូនកើនឡើងទៅតាមចំនួន comment ដែលបងប្អូនបានប៊ូសហើយបងប្អូនក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website នឹងទេគឺបងប្អូនអាចចុច clear ចេញពី website នឹងវិញបានហើយសម្រាប់ការបង្កើនចំនួន comment ឬក៏ like នៅលើ post Facebook ជាមួយនឹង website JSMM គឺមានតែប៉ុណ្្នឹងទេបងប្អូនគឺងាយស្រួលមែនតើបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូនចំណាយតិចប៉ុន្តែបងប្អូននឹងទទួលបានប្រសិទ្ធភាពពិតៗដូច្នេះសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនប្រសិនបើបងប្អូនមានចម្ងល់ត្រង់កន្លែងណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូមួយនេះបានអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ